មានមេតបខ្លាំងម្នាក់របស់អេស្ប៉ាញបាននិយាយថាក្រោមការដឹកនាំរបស់មេបញ្ជាការល្អរមែងគ្មានកូនទាហានអាក្រក់ទេដើម្បីទទួលបានវីដេអូថ្មីៗសូមចុច Subscribe រួចចុចសញ្ញារូបកណ្ដឹងសូមអរគុណសម្រាប់ខ្ញុំមិនយល់ដូច្នោះទេខ្ញុំគ្រាន់តែយល់ថាក្រោមការដឹកនាំរបស់មេបញ្ជាការល្អរមែងមានកូនទាហានល្អច្រើនហើយកូនទាហានអាក្រក់តិចពីព្រោះមនុស្សណាលុះត្រាតែមេទាហានល្អហ្នឹងដឹកនាំមនុស្សតែម្នាក់ឬតិចអ្នកបើមេបញ្ជាការនឹងដឹកនាំច្រើននៅក្នុងចំណោមច្រើនអ្វីក៏ដោយវាជាសច្ចានុមត្តគឺវាមិនដែលល្អទាំងអស់ទេដូងក្នុងមួយធ្លាយមាន15ផ្លែឬក៏20ផ្លែមិនមែនសុទ្ធតែល្អទាំងអស់ទេអាចមានផ្លែណាមួយឬតិចតួចក៏ក្តាប់ក្តៀបឬក៏តូចជាងគេឬក៏ស្អុយដែរហើយបើយើងនិយាយនៅក្នុងចំណោមដើមឈើទាំងមូលនៅក្នុងចំណោមដើមឈើជាច្រើននៅក្នុងព្រៃទាំងមូលមិនមែនមានសុទ្ធតែដើមឈើល្អនោះទេបើទោះជាមានការថែទាំល្អយ៉ាងណាក៏ដោយឬដីមានជីជាតិល្អយ៉ាងណាក៏ដោយហើយបើយើងនិយាយអំពីគ្រាប់ពូជដែលយើងបានបោះម្ដាយទៅប្រាវយើងព្រោះមិនមែនសុទ្ធតែដុះទាំងអស់នោះទេប្រកាសជាមានគ្រាប់ពូជណាមួយអាចថាបាក់ឬក៏អាចថាស្អុយឬក៏អាចថាក្តាប់ក្តៀបជាងគេចាក់ជាមិនខានជាសច្ចានុមត្តបានជានិយាយយ៉ាងដូចនេះគឺជាការពិតមួយដែលយើងត្រូវបង្ហាញទៅកាន់អ្នកគ្រប់គ្រងឬមេដឹកនាំឬមេបញ្ជាការថាកុំឲ្យបាក់ចិត្តប្រសិនបើអ្នកក្រោមបង្គាប់មានចំនួនភាគតិចដែលបានចាក់ចេញឬដែលបានប្រព្រឹត្តមិនល្អឬដែលបានคล้ายទៅជាអ្នកក្រោមបង្គាប់ដែលមិនល្អឬយើងហៅថាកូនចៅមិនល្អបើភាគច្រើនល្អភាគតិចមិនល្អយើងទទួលយកទៅបើសិនជាយើងប្រកាន់យកសុភាសិតមួយដែលថាមេបញ្ជាការល្អកូនទាហានទាំងអស់នឹងល្អឬមេបញ្ជាការល្អគ្មានកូនទាហានណាម្នាក់អាក្រក់ទេនោះយើងប្រកាសជាទៅរកមេបញ្ជាការល្អមិនបានចេះជាមិនខានហើយវាមិនមែនជាការពិតទៀតផងដែលជាការពិតគឺត្រូវតែមានភាគខ្លះល្អខ្លះមិនល្អអញ្ចឹងឯងដូច្នេះសូមឲ្យអ្នកគ្រប់គ្រងកុំបាក់ទឹកចិត្តប្រសិនបើអ្នកក្រមបង្គាប់របស់ខ្លួនមានភាគតិចមិនល្អនោះយើងត្រូវពង្រឹងទឹកចិត្តរបស់យើងក្នុងភាពជាអ្នកគ្រប់គ្រងក្នុងភាពជាមេបញ្ជាការក្នុងភាពជាអ្នកដឹកនាំពង្រឹងទឹកចិត្តឲ្យខ្លាំងក្លាឬធម្មតាប្រសិនបើអ្នកនៅក្រោមបង្គាប់មានចំណុចមិនល្អយ៉ាងណាយើងដែលជាអ្នកគ្រប់គ្រងត្រូវតែរក្សាភាពល្អរបស់យើងកុំឲ្យការមិនល្អរបស់កូនចៅខ្លះឬក៏កុំឲ្យកូនចៅមិនល្អ2-3នាក់ក្នុងចំណោមច្រើនអ្នកខ្លាយទៅជាកូនចៅមិនល្អយើងក៏បាក់ទឹកចិត្តឬក៏យើងបែរទៅជាធ្វើអាក្រក់ចំពោះគាត់គឺយើងនៅតែរក្សានៅអំពើល្អរបស់យើងនៅភាពល្អរបស់យើងសម្រាប់ដឹកនាំឬក៏សម្រាប់គ្រប់គ្រងដែលធ្វើឲ្យអ្នកក្រោមបង្គាប់របស់យើងឬអ្នកដើរតាមយើងភាគច្រើនគឺល្អអ្នកដើរតាមព្រះសម្មាសម្ពុទ្ធមិនមែនសុទ្ធតែល្អទាំងអស់ទេតែល្អជាភាគច្រើនយ៉ាងហោចណាស់យើងឃើញថាទេវទត្តជាមនុស្សមិនល្អម្នាក់ហើយក៏មានអ្នកមនុស្សជាច្រើនទៀតជាមនុស្សទន់ខ្សោយដែរហើយមិនមែនតែព្រះសម្មាសម្ពុទ្ធមួយទេមិនមែនតែព្រះសម្មាសម្ពុទ្ធមួយអង្គទេមេដឹកនាំសាសនាផ្សេងទៀតក៏ដូច្នោះដែរប៉ុន្តែក្នុងភាពជាមេដឹកនាំគឺយើងត្រូវតែរក្សាល្អការដែលយើងរក្សានៅអំពើល្អឬការដែលយើងរក្សានៅអ្វីដែលល្អគឺអាចធ្វើឲ្យមានការស្រូបទាញមនុស្សល្អៗមកកាន់តែច្រើននឹងទី1ទី2គឺអាចបង្កើតមនុស្សល្អៗបានកាន់តែច្រើនទៀតហើយទី3អ្នកដែលមិនល្អអាចនឹងមានការសោកស្ដាយនឹងមួយបែបអ្នកដែលមិនល្អនឹងដដែលអាចកែប្រែពីមិនល្អមកល្អជាបន្តបន្ទាប់វិញតើតែយើងជាមេដឹកនាំឬជាអ្នកគ្រប់គ្រងដ៏ល្អសិនទើបយើងអាចបង្កើតក្រុមមួយឬក៏ធ្វើឲ្យអ្នកដើរតាមភាគច្រើនគឺល្អហើយការដឹកនាំរបស់យើងនឹងទទួលបានលទ្ធផលល្អហើយឥទ្ធិពលរបស់យើងនឹងរីកសុសសាយទៅគ្រប់ទិសទីសូម្បីតែបញ្ច្រាស់ខ្យល់